អត្ថបទទី24គិតហើយធ្វើប្រសើរជាងធ្វើមិនគិតមិនថានៅតាមអង្គភាពរដ្ឋឬឯកជននោះទេរាល់ការសម្រេចចិត្តធ្វើកិច្ចការងារណាមួយគឺសុទ្ធសឹងតែមាននូវគម្រោងផែនការនិងការគិតទុកជាមុនយ៉ាងច្បាស់លាស់ល្អិតល្អន់ថានឹងត្រូវធ្វើបែបណានៅមានការងារនិងគម្រោងតូចធំជាច្រើនទៀតដែលសម្រេចចេញជាលទ្ធផលនិងសមិទ្ធផលនៅលើពិភពលោកយើងនេះបានកើតចេញពីការរៀបចំផែនការព្រមទាំងយុទ្ធសាស្ត្រក្នុងការធ្វើទុកជាមុនដោយមិនចេះតែធ្វើទាំងដែលគ្មានការគិតនិងគម្រោងផែនការច្បាស់លាស់នោះឡើយយើងអាចធ្វើការប្រៀបធៀបរវាងមនុស្សពីរក្រុមក្នុងការបំពេញការងារជាអ្នកលក់ផលិតផលមួយមុខដូចគ្នាក្រុមទី1ជាអ្នកដែលមានផែនការយុទ្ធសាស្ត្រនិងការគិតទុកជាមុនក្នុងការលក់ផលិតផលរបស់ខ្លួនមុននឹងចេញទៅអនុវត្តការងារដោយឡែកក្រុមទី2វិញពួកគេទទួលបានគម្រោងភ្លាមក៏ចេញទៅធ្វើការលក់ភ្លាមដោយមិនបានគិតជាមុនអំពីផែនការឬយុទ្ធសាស្ត្រក្នុងការលក់ផលិតផលរបស់ខ្លួននោះឡើយមែនហើយភាគរយច្រើនគឺច្បាស់ណាស់ថាក្រុមទី1ប្រកាសជាក្រុមដែលអាចលក់ផលិតផលនោះបានច្រើនជាងក្រុមទី2ជាពុំខាននេះក៏ព្រោះតែពួកគេមានផែនការនិងយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការលក់ឲ្យចំទៅកាន់អតិថិជនគោលដៅរបស់ខ្លួនមែនការសរសេរសៀវភៅមួយក្បាលនេះចំពោះខ្ញុំគឺខ្ញុំមានផែនការនិងការគិតទុកជាមុនថាក្នុងរយៈពេលមួយសប្តាហ៍ខ្ញុំត្រូវតែសរសេរវាឲ្យបានចំនួនប៉ុន្មានអត្ថបទក្នុងរយៈពេលមួយថ្ងៃខ្ញុំត្រូវចំណាយពេលវេលាសរសេរប៉ុន្មាននាទីនិងសរសេរឲ្យបានជារៀងរាល់ថ្ងៃបើខ្ញុំនឹកឃើញនៅគំនិតថ្មីមិនថាស្ថិតក្នុងពេលវេលាណាក៏ដោយខ្ញុំត្រូវតែកត់ត្រាឬថតជាសំឡេងទុកនៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំឲ្យខានតែបាននៅទីបំផុតខ្ញុំប្រកាសជាដឹងថាតើខ្ញុំគួរបញ្ចប់ការសរសេរសៀវភៅមួយក្បាលនេះនៅក្នុងរយៈពេលប៉ុន្មានខែពិតមែនហើយការរៀបចំផែនការនិងការគិតទុកជាមុននៅក្នុងការចាប់ផ្ដើមធ្វើការងារអ្វីមួយវាពិតជាមានសារៈសំខាន់និងអាចជួយយើងបានច្រើនណាស់ហើយការទាំងនោះរួមមានដូចជា1វាអាចផ្ដល់នូវទិសដៅច្បាស់លាស់ក្នុងការបំពេញការងារនោះ2ជួយឲ្យយើងអាចដឹងបានពីចំណុចចាប់ផ្ដើមនិងពេលវេលានៃការបញ្ចប់ការងារនោះ3ជួយឲ្យយើងអាចប្រើប្រាស់ពេលវេលាបានយ៉ាងមានប្រសិទ្ធភាព4ជំរុញឲ្យដំណើរការងារប្រព្រឹត្តទៅបានយ៉ាងរលូន5ជួយឲ្យយើងអាចទប់ស្កាត់បាននូវហានិភ័យដែលកើតមានឡើងដោយប្រការណាមួយ6បង្ហាញប្រាប់ឲ្យយើងបានដឹងច្បាស់ពីកម្រិតនៃលទ្ធភាពនិងសមត្ថភាពក្នុងការបំពេញការងារ7%នៃភាពជោគជ័យមានច្រើនជាងកម្រិតនៃហានិភ័យការសម្រេចកិច្ចការងារនៅក្នុងជីវិតរបស់យើងម្នាក់ក៏មិនខុសអំពីឧទាហរណ៍ខាងលើនេះដែរបើសិនណាជាយើងចង់សម្រេចវាឲ្យបាននោះលុះត្រាតែយើងគិតគូរនិងរៀបចំចាត់ចែងឲ្យបានច្បាស់លាស់មុននឹងធ្វើពេលណាដែលយើងប្រើការគិតនោះយើងក៏អាចមានគំនិតផ្ដួចផ្ដើមនិងវិធីសាស្ត្រជាច្រើនក្នុងការធ្វើការងារនោះជាជាងអ្នកដែលមិនបានគិតការគិតឬគំនិតគឺជាដើមទុនដ៏ល្អបំផុតក្នុងការចាប់ផ្ដើមនិងបញ្ចប់ដោយជោគជ័យដូចជាប្រយោគមួយឃ្លាបានលើកឡើងថាអ្នកក្រតែមានគំនិតប្រសើរជាងអ្នកមានតែឥតបើគិតអ្នកមានដែលឥតគំនិតអាចជាអ្នកមានដោយសារគេពីឪពុកម្ដាយឬយាយតាពួកគេអាចនឹងមានបានមិនយូរនោះទេទ្រព្យរបស់ទាំងនោះវារមែងនឹងបាត់បង់អស់ទៅវិញដោយសារការចាយវាយខ្ជះខ្ជាយការសប្បាយហឺហាដាច់បង្ហៀឬធ្វើអ្វីមួយដោយមិនបានគិតគូរជាមុនផ្ទុយទៅវិញអ្នកក្រដែលមានគំនិតអាចនឹងក្លាយជាអ្នកមានដោយព្រោះតែគេចេះប្រើការគិតនិងគំនិតរបស់ខ្លួនធ្វើជាដើមទុនក្នុងការសម្រេចនូវគម្រោងឬការងាររបស់ពួកគេដោយពាក្យចាស់លោកពោលថាគិតមុនគូរពួកគេគិតរួចទើបគូរជាក្រោយហេតុនេះហើយទើបគ្រប់យ៉ាងបានស្អាតមិនសូវមានកំហុសឆ្គងនិងភាពបរាជ័យនោះឡើយបើនិយាយឲ្យលើសពីទ្រព្យសម្បត្តិទៅទៀតនោះគឺជាសុភមង្គលនិងក្តីសុខជាការពិតណាស់គំនិតរបស់យើងក៏អាចនាំឲ្យយើងស្វែងរកឃើញនិងទទួលបាននូវសុភមង្គលនិងសេចក្តីសុខបានផងដែរប្រសិនណាជាយើងចេះប្រើគំនិតគិតពិចារណាទៅធ្វើរឿងល្អត្រឹមត្រូវអាចនាំមកនូវក្តីសុខនោះ
ការធ្វើអ្វីមួយតាមតែអារម្មណ៍ឬចំណង់តណ្ហារបស់ខ្លួនដោយគ្មានការគិតពិចារណាជាមុនអាចនាំមកនូវគ្រោះថ្នាក់ឬសេចក្តីទុក្ខទោសដល់ខ្លួននៅថ្ងៃណាមួយជាពុំខាននៅទីបំផុតមិនថាការងារតូចឬធំកុំចេះតែធ្វើទៅតាមអារម្មណ៍នោះអីព្រោះថាក្នុងមួយថ្ងៃអារម្មណ៍របស់យើងម្នាក់មានការប្រែប្រួលនិងឡើងចុះរាប់ដងមិនអស់នោះទេមុននឹងចង់ធ្វើគម្រោងឬភារកិច្ចណាមួយឲ្យសម្រេចចេញជារូបរាងនិងទទួលបានជោគជ័យត្រូវទាមទារនូវការគិតការរៀបចំគម្រោងផែនការនិងយុទ្ធសាស្ត្រក្នុងការធ្វើជាមុនវាមិនខាតបង់អ្វីទេបើគ្រាន់តែយើងចំណាយពេលវេលាមួយចំនួនក្នុងការគិតនិងរៀបចំផែនការយុទ្ធសាស្ត្រព្រមទាំងរបៀបនៃការធ្វើមុននឹងចាប់ផ្ដើមធ្វើវានោះចំណាយពេលវេលាប្រើការគិតនិងរៀបចំវាបន្តិចទៅនោះអ្នកគង់តែបានផលចំណេញមកវិញច្រើនជាងការខាតបង់ជាជាពុំខានកុំខ្ជិលគិតរឿងដែលត្រូវគិត